មកបងបងខ្ញុំបរៀនពីវិធីប្រើប្រាស់ម៉ូដហ្នឹងជាដំបូងយើងអាច scan តាម QR នៅលើនាឡិកាក៏បានឬយើង scan នៅលើប្រអប់ក៏បានណា scan តាម QR ដូចក្នុងវីដេអូហ្នឹងទៅបន្ទាប់មកយើងចុច download សម្រាប់ទូរស័ព្ទដៃរបស់យើងហើយយើងចុច app download បងប្អូនណាខាងលើគេបន្ទាប់មកយើងអាច download សម្រាប់ iPhone ណាបងខាងលើបើ Android down តាម Android ទៅហើយយើងរងចាំវាមក plate ពេលវា down ហើយយើងអាចចូលទៅប្រើប្រាស់បានហើយបងបងណែបងបងបន្ទាប់ពីខ្ញុំបាន down ហើយខ្ញុំចូលទៅកម្មវិធីវាបន្ទាប់ពីយើងចូលទៅកម្មវិធីហើយយើងចុច allow មួយមកបន្ទាប់មកយើង allow ទៀតមកហើយដល់ចំណុចហ្នឹងយើងចូលចុះឈ្មោះបងចុចពាក្យ register ហ្នឹងមកដើម្បីចុះឈ្មោះប្រើប្រាស់ហើយបន្ទាប់មកយើងវាយ email របស់យើងបងប្អូន email ខាងលើយើងដាក់ email មិនក៏បានដែរបងប្អូនយើងដាក់ email យើងសិនមកបន្ទាប់យើងដាក់ email បងប្អូនហើយយើងដាក់លេខកូដសម្រាប់លេខកូដគឺយើងតម្រូវឲ្យដាក់6ខ្ទង់ឡើងហើយមានអក្សរជាមួយនឹងលេខហ្នឹងបងបន្ទាប់ពីយើងអូខេ success ហើយយើងយកលេខកូដហ្នឹងមកបំពេញបន្ទាប់ពីបានចប់សពគ្រប់វានឹងលោតទាំងបែបហ្នឹងយើងអាចបញ្ជាក់ភេទរបស់យើងភេទប្រុសឬភេទស្រីបន្ទាប់មកយើងវាយលេខឈ្មោះហើយយើងដាក់កម្ពស់បន្ទាប់ពីយើងដាក់កម្ពស់ត្រឹមត្រូវហើយយើងអាចដាក់គីឡូរបស់យើងបងប្អូនណាពេលយើងដាក់ត្រឹមត្រូវដើម្បីឲ្យឧបករណ៍ហ្នឹងវាអាចតាមដានសុខភាពរបស់យើងថាយើងមានសម្ពាធឈាមប្រមាណអីហ្នឹងហើយដាក់អាយុអីមកដើម្បីវាស្រួលកំណត់តាមគីឡូកម្ពស់និងអាយុរបស់យើងអញ្ចឹងបងប្អូនបន្ទាប់មកវាចុច connect យើង pairing វាមកតែកុំភ្លេចយើងបើក Bluetooth ទៅលើទូរស័ព្ទដៃយើងផងណាហើយបន្ទាប់ពីវា connect ហើយនៅក្នុងកម្មវិធីហ្នឹងវាមាននិយាយទៅ style ផ្សេងមុខអេក្រង់នៅលើអេក្រង់នាឡិការបស់យើងបងប្អូនមានច្រើនដែលយើងអាចធ្វើការដូនថែមមកអាណាដែលអត់គិតលុយមកយើងដូនអាណាអត់គិតលុយប្រើមកហើយកម្មវិធីផ្សេងៗបងប្អូនអាចកំណត់ពីលើទូរស័ព្ទដៃបានច្រើនតាមដែលតម្រូវការរបស់បងប្អូនណាបងប្អូន